ឬប្តីល្អគឺជាមេគ្រួសារដែលផ្ដល់សុភមង្គលឲ្យក្រុមគ្រួសារទាំងមូលខាងក្រោមនេះគឺជាទង្វើរបស់ប្តីល្អ 1. ប្តីល្អតែងតែថ្នាក់ថ្នមប្រពន្ធមិនឲ្យប្រពន្ធធ្វើការអ្វីឡើយប្តីតែងតែធ្វើការជំនួសប្រពន្ធជានិច្ចតែបើប្រពន្ធធ្វើការបើការងារនោះធ្ងន់ក៏ស្ទុះស្ទាមកជួយប្រពន្ធដោយមិនរុញរា 2. ប្តីល្អតែងតែណែនាំអប់រំលួងលោមមេត្តាអធ្យាស្រ័យនិងលើកទឹកចិត្តប្រពន្ធនៅពេលដែលប្រពន្ធធ្វើខុស 3. ប្តីល្អតែងតែជួយដឹកនាំកែសម្រួលគាំទ្រណែនាំអប់រំព្រានប្រដៅដាស់សតិស្មារតីនិងឈរខាងប្រពន្ធជានិច្ច 4. ប្តីល្អខឹងនឹងប្រច័ណ្ឌប្រពន្ធព្រោះតែក្តីស្រឡាញ់រួចក៏បាត់កំហឹងទៅវិញក្នុងកំឡុងពេលមិនយូរប្តីល្អគឺមិនប្រច័ណ្ឌប្រពន្ធរហូតដល់ថ្នាក់បាត់បង់ការពិចារណាទេព្រោះការប្រច័ណ្ឌដែលខ្វះការពិចារណាអាចបណ្ដាលឲ្យការបែកបាក់គ្រួសារ 5. ប្តីល្អត្រូវស្រឡាញ់ប្រពន្ធដោយស្មោះគ្មានចិត្តងាករេដោយមិនក្បត់ចិត្តប្រពន្ធលោភលួចទៅមានស្រីខាងក្រៅផ្ទះនិយាយជារួមក្នុងចំណុចនេះប្តីល្អមិនប្រព្រឹត្តស្រីស្រាគ្រឿងញៀនកញ្ឆាលបែងពាលាអាវ៉ាសែ 6. ប្តីល្អតែងតែផ្ដល់សិទ្ធិឲ្យប្រពន្ធកាន់កាប់សេដ្ឋកិច្ចគ្រួសារក្នុងស្ថានភាពខ្លះសូម្បីតែការចំណាយផ្សេងក៏ប្រាប់ឲ្យប្រពន្ធដឹងដែរ 7. ប្តីល្អតែងតែចែករំលែកអ្វីដែលដល់ប្រពន្ធដូចជាចំណេះដឹងព្រោះគេឲ្យតម្លៃលើគំនិតប្រាជ្ញាប្រពន្ធហើយក៏ចង់ឲ្យប្រពន្ធចេះអភិវឌ្ឍខ្លួន 8. ប្តីល្អតែងតែមានចិត្តអង់អាចក្លាហានពុះពៀគ្រប់បែបយ៉ាងដើម្បីចេញមុខជួយសង្គ្រោះប្រពន្ធគប់ឧបសគ្គនានាមិនអនុញ្ញាតឲ្យជនណាមើលងាយមើលថោកប្រពន្ធរបស់ខ្លួនឡើយ 9. ប្តីល្អតែងតែលើកតម្កើងតម្លៃប្រពន្ធនិងសរសើរប្រពន្ធមិនដាច់ពីមាត់ហើយសូម្បីតែនៅមុខគេក៏សរសើររៀបរាប់ពីគុណតម្លៃរបស់ប្រពន្ធប្រាប់គេដែរ 10. ប្តីល្អតែងតែទិញគ្រឿងអលង្ការឲ្យប្រពន្ធពាក់លម្អខ្លួន 11. ប្តីល្អតែងតែស្រឡាញ់ប្រពន្ធជានិច្ចទោះបីជានាងខូចសម្រស់បន្ទាប់ពីឆ្លងទន្លេរួចក៏ដោយនិយាយរួមប្តីល្អគឺស្រឡាញ់ប្រពន្ធលើសដើមបន្ទាប់ពីឆ្លងទន្លេ 2. ប្តីល្អតែងតែលើកមុខមាត់ប្រពន្ធជានិច្ចដូចជានាំប្រពន្ធទៅលេងសាច់ញាតិនាំប្រពន្ធដើរលេងតាមទីសាធារណៈដែលបុរសជាប្តីចង់ប្រាប់ទៅកាន់ពិភពលោកថាខ្លួនគេមាននារីម្នាក់នេះជាប្រពន្ធគឺមិនខ្មាស់គេឡើយដកស្រង់ចេញពីអត្ថបទដោយជីវិតនិងគ្រួសារខ្លឹមសារក្នុងអត្ថបទខាងលើគឺមិនបញ្ឆ្លុះបញ្ចាំងទស្សនៈរបស់បណ្ដាញទូរស័ព្ទជំនួយដល់កុមារកម្ពុជាទេ12ចំណុចខាងលើគឺជាលក្ខណៈសម្បត្តិប្តីល្អឲ្យមានសុភមង្គលក្នុងក្រុមគ្រួសារជារៀងរហូតតរៀងទៅ